ឯសាច់និងចិត្តទូលបង្គំនោះនឹងសាបសូន្យទៅបានប៉ុន្តែព្រះទ្រង់ជាទីពឹងនៃចិត្តហើយជាចំណែកមរតកនៃទូលបង្គំជាដរាបដែរត្បិតមើលអស់អ្នកណាដែលនៅឆ្ងាយពីទ្រង់គេនឹងត្រូវវិនាសទ្រង់បំផ្លាញអស់អ្នកដែលផិតចេញពីទ្រង់ឯទូលបង្គំដែលទូលបង្គំចូលទៅចិត្តព្រះនោះជាការល្អដល់ទូលបង្គំទូលបង្គំបានយកព្រះអង្គម្ចាស់យេហូវ៉ាទុកជាទីពឹងហើយដើម្បីឲ្យបានថ្លែងប្រាប់ពីអស់ទាំងការរបស់ទ្រង់អរព្រះយេហូវ៉ាអើយទូលបង្គំបានអំពាវនាវដល់ទ្រង់ទូលបង្គំបានពោលថាទ្រង់ជាទីពឹងរបស់ទូលបង្គំគឺជាចំណែកនៃទូលបង្គំនៅក្នុងឋានរបស់មនុស្សរស់នេះសូមប្រុងស្ដាប់ពាក្យអំពាវនាវរបស់ទូលបង្គំបើទូលបង្គំត្រូវទៀបថោកណាស់ហើយសូមប្រោះឲ្យរួចពីពួកអ្នកដែលបៀតបៀនទូលបង្គំបាត់គេខ្លាំងជាងទូលបង្គំសូមនាំប្រលឹងទូលបង្គំចេញពីគុកតោងដើម្បីឲ្យបានអរព្រះគុណដល់ព្រះនាមទ្រង់ពួកមនុស្សសុចរិតនឹងពួតទូលបង្គំជុំវិញពីព្រោះទ្រង់នឹងប្រោះទូលបង្គំយ៉ាងល្អជាបរិបូរណ៍ព្រលឹងខ្ញុំបានពោលថាព្រះយេហូវ៉ាជាចំណែកនៃខ្ញុំហេតុនោះខ្ញុំនឹងសង្ឃឹមដល់ទ្រង់ព្រះយេហូវ៉ាទ្រង់ល្អដល់អស់អ្នកដែលរង់ចាំទ្រង់គឺដល់ព្រលឹងនៃអ្នកណាដែលស្វែងរកទ្រង់បើមនុស្សនឹងសង្ឃឹមដល់ហើយរងចាំសេចក្តីសង្គ្រោះរបស់ព្រះយេហូវ៉ាឥតបារម្ភព្រួយនោះល្អហើយព្រះយេហូវ៉ាទ្រង់ជាចំណែកនៃមរតកហើយជាចំណែកក្នុងពេញរបស់ទូលបង្គំគឺទ្រង់ហើយដែលត្រួតមើលចំណែកទូលបង្គំខ្សែរង្វាស់បានធ្លាក់នៅទីកន្លែងគប់ចិត្តឲ្យទូលបង្គំទូលបង្គំបានទទួលមរតកល្អណាស់ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ាដែលទ្រង់ជួយគំនិតទូលបង្គំចិត្តក៏បង្គាប់ដល់ទូលបង្គំនៅវេលាយប់ដែរទូលបង្គំបានតាំងព្រះយេហូវ៉ានៅមុខទូលបង្គំជាដរាបបានជាទូលបង្គំមិនត្រូវរង្គើឡើយដូច្នេះចូលប្រដាប់កាយដោយចិត្តក្ដួលអាណិតសប្បុរសសុភាពសំលោចនិងចិត្តអត់ធ្មត់ទុកដូចជាពួកអ្នករើសតាំងដែលបរិសុទ្ធហើយស្ងួនភ្ងាដល់ព្រះចុះហើយទ្រាំទ្រគ្នាទាំងអត់ទោសទៅវិញទៅមកបើអ្នកណាមានហេតុទោសនឹងអ្នកណានោះចូលអត់ទោសឲ្យគេចុះដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរចូលបន្ថែមទាំងសេចក្តីស្រឡាញ់ថែមទៀតជាចំណងនៃសេចក្តីគ្រប់លៀកចូលឲ្យសេចក្តីមេត្រីរបស់ព្រះគ្រីស្ទត្រួតត្រានៅក្នុងចិត្តដែលទ្រង់បានហៅអ្នករាល់គ្នាមកក្នុងសេចក្តីនោះឯងឲ្យមានរូបកាយតែមួយហើយត្រូវដឹងគុណផងចូលឲ្យព្រះបន្ទូលនៃព្រះគ្រីស្ទបានសន្ធិដ្ឋនៅក្នុងអ្នករាល់គ្នាជាបរិបូរណ៍ដោយប្រាជ្ញាគ្រប់យ៉ាងទាំងបង្រៀនហើយទូមានគ្នាដោយនៅទំនុកដំកើងទំនុកបរិសុទ្ធនិងចម្រៀងខាងឯវិញ្ញាណទាំងច្រៀងក្នុងចិត្តថ្វាយព្រះដោយព្រះគុណហើយក្នុងគ្រប់ទាំងអស់ទោះបើការអ្វីដែលអ្នករាល់គ្នានឹងធ្វើដោយពាក្យសម្ដីឬកិរិយាក៏ដោយចូលធ្វើទាំងអស់ដោយព្រះនាមនៃព្រះអង្គម្ចាស់យេស៊ូវទាំងអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតាដោយសារទ្រង់ផងត្បិតយើងទាំងអស់គ្នាក៏ជំពប់ជាញយៗដែរបើអ្នកណាមិនបានជំពប់ដោយពាក្យសម្ដីនោះជាមនុស្សគ្រប់លៀកហើយដែលអាចនឹងទប់រូបកាយទាំងមូលបានដែរសេចក្តីចំគួតរបស់មនុស្សរមែងបង្ខូចផ្លូវខ្លួនទៅហើយអ្នកនោះក៏អន់ចិត្តចំពោះព្រះយេហូវ៉ាដែរកុំឲ្យងាកបែរទៅខាងស្ដាំឬខាងឆ្វេងឡើយត្រូវឲ្យជើងឯងជៀសចេញពីសេចក្តីអាក្រក់វិញអ្នកណាដែលនិយាយច្រើននោះមិនខាននឹងមានបាបឡើយតែអ្នកណាដែលខាត់ទប់បបោមាត់វិញនោះជាមនុស្សប្រព្រឹត្តដោយប្រាជ្ញាអណ្ដាតរបស់មនុស្សសុចរិតប្រៀបបីដូចជាប្រាក់វិសេសបំផុតតែចិត្តរបស់មនុស្សអាក្រក់រមែងមានតម្លៃតិចណាស់បបោមាត់របស់មនុស្សសុចរិតគ្មានរក្សាមនុស្សជាច្រើនតែមនុស្សល្ងីល្ងើគេស្លាប់បាត់ទៅដោយខ្វះយោបល់វិញចូលលៀងចេញចូលជំរះខ្លួនឲ្យស្អាតចុះចូលបំបត្តិអំពើអាក្រក់ដែលឯងរាល់គ្នាប្រព្រឹត្តពីចំពោះភ្នែកអញចេញហើយលែងប្រព្រឹត្តអំពើអាក្រក់តទៅ